ខ្ញុំនៅចាំពាក្យបងគ្រូមកអត់បងច័ន្ទនីបងប្អូនខ្ញុំហៅលោកបងគ្រូដោយសារខ្ញុំរៀនសូត្រពីលោកបានច្រើនសង្ឃដីការបស់ព្រះអង្គមួយគឺមានអត្ថន័យជ្រាលជ្រៅប្រកបខាងក្នុងនោះគឺស្បើមអញ្ចឹងសម្រាប់បងប្អូនដែលតាមអត់ទាន់ស្ដាប់អត់យល់អញ្ចឹងជាយាមខ្ញុំនៅចាំសង្ឃដីកាព្រះអង្គមកពាក្យលោកថាភ្លើងមិនឆេះពីអស់តាទៅដុតតែអស់នឹងទេមានអត្ថន័យខ្លាំងបងប្អូនជ្រាលជ្រៅខ្លាំងមែនទែននេះវាពាក់ព័ន្ធមួយនឹងជីវិតរបស់យើងជីវិតមនុស្សដែលកាន់ទោសៈនៅក្នុងខ្លួនអាហ្នឹងហើយគឺភ្លើងពេលដែលយើងកាត់បន្ថយកំហឹងទោសៈរបស់យើងបានអាហ្នឹងហើយគឺយើងរកខ្លួនឯងឃើញមួយទៀតបើសិនជាយើងនៅតែកាន់ចិត្តថាយើងជាអស់ហើយយើងចិត្តតែបន្ថែមភ្លើងរឿងកាន់តែក្តៅភ្លើងពងឆេះយើងយកអស់ទៅបន្ថែមអត់មានអ្នកណាតទេឆេះទេក្តៅតែខ្លួនឯងឆេះតែខ្លួនឯងហ្នឹងអញ្ចឹងអត្តន័យរបស់ព្រះអង្គមួយគឺជ្រាលជ្រៅខ្លាំងណាស់អ្នកមធ្យមល្មមអត់យល់បានទេមិនងាយបងប្អូនអញ្ចឹងបានឃើញការស្ដីបន្ទោសប្រមាថព្រះអង្គឯងខ្ញុំមានអារម្មណ៍ថាសោកស្ដាយហើយចង់ឲ្យបងប្អូនខ្លះកែប្រែអារម្មណ៍ឡើងវិញហើយព្យាយាមសិក្សារៀនសូត្រឲ្យបានច្រើនទៅយើងអាចយល់បានហើយអត្ថន័យរបស់ព្រះអង្គមួយហ្នឹងគឺប្រកបនៃជ្រៅហើយធ្វើឲ្យយើងរៀនសូត្របានចេះដឹងច្រើន